ចំពោះយន្តការអធិការកិច្ចជាយន្តការដែលយើងអាចនិយាយបានថាលក្ខណៈបូរេសកម្មយើងត្រូវវិតម្លៃឲ្យឃើញនៅហានិភ័យយើងត្រូវរកឲ្យឃើញនៅហានិភ័យយើងត្រូវមានការគិតគូរក្នុងការផ្ដល់អនុសាសន៍លើចំណុចដែលត្រូវកែលម្អកុំឲ្យចំណុចខ្វះខាតរបស់ស្ថាប័នសាធារណៈទៅជាចំណុចដែលធ្វើឲ្យប៉ះពាល់ទៅដល់នឹងសុខុមាលភាពការរស់នៅរបស់ប្រជាជនគាត់បានបងពុនឲ្យយើងអនុវត្តផ្ដល់សេវាសាធារណៈឲ្យបានល្អយកចិត្តទុកដាក់គ្រប់ទិដ្ឋភាពហើយអ្វីដែលជាសេវាសាធារណៈនេះគឺត្រូវទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋរបស់យើងអញ្ចឹងយើងវាស់នឹងឲ្យចេញអញ្ចឹងនេះជាលក្ខណៈបូរេសកម្មនៃយន្តការតាមដានរូបបណ្ឌិតនិងវិទ្យាល័យរបស់យើងប៉ុន្តែបើមានចំណុចខ្វះខាតគឺយើងមិនបារម្ភដែរប្រជាជននឹងប្រាប់យើងដឹងហើយតាមរយៈយន្តការបណ្ដឹងរបស់យើងនេះអាហ្នឹងគឺប្រតិកម្មភ្លាមៗមកអញ្ចឹងបានយន្តការនេះយើងត្រូវដឹងថាក្នុងនាមជាសេនាធិការយើងមានទាំងយន្តការក្នុងការទទួលបណ្ដឹងយោងទៅលើចំណុចខ្វះខាតរបស់ស្ថាប័នសាធារណៈពីប្រជាពលរដ្ឋដែលប្រើប្រាស់សេវាហើយយើងមានទាំងយន្តការក្នុងការវិតម្លៃជាប្រចាំទៅលើសមិទ្ធកម្មទៅលើការដឹកនាំរបស់ស្ថាប័នសាធារណៈមួយទាំងពីរនឹងបូកចូលគ្នាយើងនឹងអាចជាសេនាធិការមួយដ៏ល្អសម្រាប់រដ្ឋាភិបាលដើម្បីផ្ដល់អនុសាសន៍ទៅលើចំណុចកែលម្អជាប្រចាំហើយតាមដានជាប្រព័ន្ធចំណុចនេះសំខាន់ណាស់